nghiệp xu bằng ôn và cùng cần cầm nắpនេះជាវីដេអូទី1ដែលខ្ញុំនឹងធ្វើ content ពាក់ព័ន្ធជាមួយនឹងការងារសូមណែនាំខ្លួនសិនដោយសារជាវីដេអូទី1ណាអញ្ចឹងខ្ញុំឈ្មោះហេងបញ្ញាសប្តាហ៍គឺជាបុគ្គលិកនៅក្នុងក្រុមហ៊ុនឯកជនមួយក្នុងតួនាទីជា PR and Marketing Manager ហើយតាមពិតខ្ញុំចង់ធ្វើ content នេះយូរហើយតែខ្ញុំចាំពេលវេលាបន្តិចដោយសារមាតិកាមួយចំនួនអាចធ្វើភ្លាមៗបាននៅពេលដែលគិតឃើញឬក៏ចង់ធ្វើប៉ុន្តែសម្រាប់ content របស់ខ្ញុំវាពាក់ព័ន្ធនឹងពេលវេលានិងតួនាទីហើយនិងបទពិសោធន៍អញ្ចឹងវាត្រូវការពេលវេលាមួយដែលស័ក្តិសមហើយខ្ញុំគិតថាពេលនេះគឺជាពេលស័ក្តិសមបំផុតសម្រាប់ខ្ញុំចេញមាតិកាមួយនេះឡើងអញ្ចឹងកុំឲ្យវែងឆ្ងាយខ្ញុំចូលទៅលើប្រធានបទមាតិការបស់យើងបន្តិចខ្ញុំនឹងនិយាយតែ3រឿងទេនៅក្នុងcontent ទាំងមូលរបស់ខ្ញុំរឿងទី1គឺខ្ញុំនិយាយអំពី marketing strategy យុទ្ធសាស្ត្ររបស់ទីផ្សារតើទីផ្សារគួរធ្វើរបៀបម៉េចបត់បែនតាមទីផ្សារតាមផ្លូវណាដោយសារបទពិសោធន៍របស់ខ្ញុំតាំងពីធ្វើការមកច្រើនជាង10ឆ្នាំហើយប្រឡូកទៅលើ sales and marketing ខ្ញុំគិតថាខ្ញុំមានបទពិសោធន៍សមរម្យល្មមដែលអាចចែករំលែកបានមិន perfect ទេប៉ុន្តែអាចចែករំលែកបានអញ្ចឹងក្នុងន័យនេះខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំមានជូនបងប្អូនពាក់ព័ន្ធជាមួយនឹង marketing strategy ទី1ហើយទី2ខ្ញុំចង់ចែករំលែកបងប្អូនពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងបុគ្គលិកអានេះជា basic ទូទៅសម្រាប់ manager ទាំងអស់តែងតែត្រូវតែមានមិនតែងតែមានទេត្រូវតែមានបើមិនជាមានបុគ្គលិកក្រោមមកបានហើយអត់ចេះគ្រប់គ្រងទេការងារប្រកាសជាបាត់ណាអូខេបើបន្តិចពាក់ព័ន្ធជាមួយការគ្រប់គ្រងបុគ្គលិកហ្នឹងថាបើមិនជាបុគ្គលិកគាត់ឧទាហរណ៍គាត់មានលេសច្រើនតែយើងគួរតែគ្រប់គ្រងគាត់របៀបម៉េចបុគ្គលិកសម្លឹងប្រាក់ខែបុគ្គលិកអត់ត្រូវគ្នាក្នុង department បុគ្គលិកអត់ចេះធ្វើការជាមួយ department ផ្សេងចូលចិត្ត complain ចូលចិត្ត drama តើយើងគ្រប់គ្រងរបៀបម៉េចហើយចុះបើបុគ្គលិកនេះជាបុគ្គលិកល្អ on time វិញតើយើងគួរ motivate គាត់ឬក៏គួរមានអីដែលលើកទឹកចិត្តគាត់សម្រាប់បុគ្គលិកល្អអញ្ចឹងទៅអានេះជាផ្នែកទី2ហើយនិងផ្នែកទី3ហើយក៏ជាផ្នែកចុងក្រោយដែរមានតែ3ប្រធានបទធំៗទេសម្រាប់មាតិកាដែលខ្ញុំដាក់ឈ្មោះថាកំណប់នេះទី3គឺការបន្លិនរវាងការងារហើយនឹងជីវិតផ្ទាល់ខ្លួនជាពិសេសអ្នកមានគ្រួសារហើយជាអាចមកមានញឹកជាមួយនឹងប្រពន្ធកូនប្តីអីអញ្ចឹងទៅអញ្ចឹងធ្វើម៉េចឲ្យបន្លិនគ្នាជាធម្មតាបើសិនជាយើងសង្វាតតែការងារចង់បានតែលុយហើយអត់បានគិតគូរពីគ្រួសារទេច្បាស់អាចនឹងមានបញ្ហាគ្រួសារប៉ុន្តែបើយើងគិតខ្វល់តែគ្រួសារពេកការងារយើងអាចនឹងធ្លាក់ទឹកដៃអញ្ចឹងណាអញ្ចឹងធ្វើម៉េចឲ្យជីវិតយើងរស់មានន័យតើតែយើងចេះ balance រវាងការងាររកលុយហើយនឹងជីវិតគ្រួសារអញ្ចឹងជារួមមកការចែករំលែករបស់ខ្ញុំភាគច្រើនគឺជាបទពិសោធន៍ផ្ទាល់ខ្លួនមិនមែនជាទ្រឹស្ដីទេភាគច្រើនគឺជាបទពិសោធន៍ផ្ទាល់ខ្លួនដែលខ្ញុំមានអញ្ចឹងខ្ញុំជឿថានឹងអាចជួយដល់បងប្អូនជាពិសេសបងប្អូនទៅចោះដែលចង់អភិវឌ្ឍខ្លួនទៅជា manager ខ្ញុំគិតថាវីដេអូនេះស័ក្តិសមបំផុតហ្មងព្រោះថាបើសិនជាបងប្អូនគិតថាបងប្អូន become to អ្នករកស៊ីអានឹងវីដេអូនេះប្រហែលជាមិនសូវត្រូវទេប៉ុន្តែបើ become to manager to up level from executive to senior to supervisor to deputy to manager អូខេវីដេអូនេះខ្ញុំគិតថាស័ក្តិសមបំផុតសម្រាប់បងប្អូនអញ្ចឹងណាអញ្ចឹងជារួមណារឿង3ដែលខ្ញុំចែករំលែកទី1 marketing strategy ទី2ការគ្រប់គ្រងបុគ្គលិកនិងទី3របៀបដែលធ្វើឲ្យ balance រវាងការងារហើយនិងគ្រួសារបាទបើសិនជា3ប្រធានបទនេះមានប្រធានបទណាមួយឬក៏ប្រធានបទ2ដែលត្រូវចិត្តបងប្អូនអាចជួយ follow ឬក៏ subscribe page ហើយនឹង content TikTok ហើយនិង YouTube របស់ខ្ញុំផងអរគុណច្រើនជំរាបលា